concern នឹងបារម្ភជាងគេហ្នឹងគឺប្រភេទខ្នងពុកអញ្ចឹងថ្ងៃនេះគាត់បានយកមកធ្វើការផ្លាស់ប្ដូរអស់ប្រហែលជាទឹកប្រហុកម៉ែរួយស្រីបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនណាខ្លះដែលអត់ដឹងថាហាងម៉ូតូ Honda Licon មានផ្លាស់ប្ដូរគ្រឿងបន្លាស់អាចមើលវីដេអូនេះបានអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានខ្នងពុកណាយើងឃើញទៅខ្នងពុកហ្នឹងបើសិនជាគាត់អត់ធ្វើការផ្លាស់ប្ដូរទេនឹងធ្វើឲ្យម៉ូតូរបស់គាត់ហ្នឹងជិះទៅមានបញ្ហាបែកកង់ឬក៏អាចនឹងមានគ្រោះថ្នាក់ថ្ងៃណាមួយអញ្ចឹងទៅហើយនេះគឺជាខ្នងកង់ដែលហាងម៉ូតូ Honda Licon បានផ្លាស់ប្ដូរជូនគាត់នៅពេលដែលយើងផ្លាស់ប្ដូរម៉ូតូនឹងថ្មីទៅយើងនឹងឃើញថាម៉ូតូហ្នឹងមានខ្នងថ្មីអញ្ចឹងសម្រាប់ដុំកង់ក្រោយស៊ីនរបស់គាត់តាំងពីទិញ0សេរីនឹងមកហ្នឹងឃើញថាដុំស៊ីនគាត់ក៏អត់ចង់ផ្លាស់ប្ដូរទេប៉ុន្តែអ្វីដែលគាត់ concern នឹងបារម្ភជាងគេហ្នឹងគឺប្រភេទខ្នងពុកអញ្ចឹងថ្ងៃនេះគាត់បានយកមកធ្វើការផ្លាស់ប្ដូរអស់ប្រហែលជា50វាជាងទេបានជាមួយនឹងកម្មជុំរបស់វាហើយយើងមើលទៅឃើញថ្មីសតអញ្ចឹងដោយការទិញពីថ្មីណាហើយនេះគឺជាសកម្មភាពជាងដែលគាត់ធ្វើការផ្លាស់ប្ដូរខ្នងកង់ហើយនៅពេលដែលផ្លាស់ប្ដូរហើយចាំមើលខ្ញុំថតវីដេអូឲ្យបងមើលថាវាថ្មីកម្រិតណាដូចម៉ូតូទិញថ្មីអញ្ចឹងសម្រាប់បងដែលមានបំណងចង់ផ្លាស់ប្ដូរគ្រឿងបន្លាស់ផ្សេងក៏ដូចជាសម្រាប់ផ្សេងពាក់ព័ន្ធជាមួយនឹងម៉ូតូហ្នឹងអាចមកសិក្សាជាមួយហាងម៉ូតូ Honda Licon បានដើម្បីទទួលបានព័ត៌មានថ្មីៗអំពីម៉ូតូមិនថាទិញដាច់ឬក៏បង់រំលោះម៉ូតូការស្វែងរកគ្រឿងបន្លាស់ឬសេវាកម្មផ្សេងៗអំពីម៉ូតូបងអាចចូលទៅ follow គេហទំព័រ Facebook Page ម៉ូតូ Honda Licon ឬតាក់ទងទៅកាន់លេខទូរស័ព្ទ012 600 770ឬ069 669 789 ក្តីស្រឡាញ់ពិតស្ថិតលើការយកចិត្តទុកដាក់យើងខ្ញុំនៅទីនេះរួមចាំផ្ដល់សេវាកម្មដ៏ល្អជូនអ្នក Honda Licon Motorcycle